វីដេអូនេះបងប្អូនមិនប្រកាន់ខ្ញុំគ្រាន់តែចែកម្លែកហើយខ្ញុំគិតថាវាជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នានេះគឺជា K number មួយដែលខ្ពស់មែនតើគឺ 10000 ជាងហើយគាត់អាចចូលសម្ភារនៅក្នុងខែ1ថ្ងៃទី20កំឡុងពេលនេះសម្រាប់ទូតអាមេរិកប្រចាំប្រទេសកម្ពុជាគឺគេហៅអ្នកចូលសម្ភារខែ1នឹងត្រឹមតែអ្នកដែល case number 3000ចុះប៉ុន្តែហេតុអ្វីបានជាក្រុមគ្រួសារមួយនេះបានចូលសម្ភារនៅក្នុងដើមខែ1គណៈពេលដែល case number របស់គាត់រហូតដល់10000ជាងគឺដោយសារតែគាត់ជាពលករនៅក្នុងប្រទេសថៃធ្វើការក្នុងប្រទេសថៃហើយគាត់បានសិលឹកជាប់ឆ្នោតនៅក្នុងប្រទេសថៃគាត់ជ្រើសរើសការសម្ភាសនៅក្នុងប្រទេសថៃទីក្រុងបាងកកដូច្នេះហើយបានជាគាត់មានឱកាសក្នុងការចូលទូតលឿនម្លឹងទោះបីជា K number របស់គាត់រហូតដល់10000ជាងមូលហេតុដែល K number ខ្ពស់ម្លឹងបានចូលទៅសម្ភាសលឿនគឺដោយសារតែទូតអាមេរិកប្រចាំប្រទេសថៃប្រៀបធៀបជាមួយទូតអាមេរិកប្រចាំប្រទេសកម្ពុជាគឺមានភាពខុសគ្នាថាទូតអាមេរិកប្រចាំប្រទេសថៃមានវីសានៅក្នុងដៃច្រើនហើយអ្នកដែលចូលទៅទូតសម្ភាសគឺមានចំនួនតិចដូច្នេះ appointment interview ក៏មានកន្លែងច្រើនដែរបើប្រៀបធៀបជាមួយនឹងទូតអាមេរិកប្រចាំប្រទេសខ្មែរប្រជាជនខ្មែររបស់យើងចង់ទៅនៅទឹកដីអាមេរិកច្រើនមិនថាតាមការសម្ភាសវីសាប្រភេទមួយណាក៏ដោយបានជាទូតអាមេរិកប្រចាំប្រទេសថៃអាចហៅគាត់ចូលសម្ភាសបានលឿនម្លឹងវាជាអ្វីមួយដែលខ្ញុំទើបតែរៀនបានថ្មីហ្នឹងដូច្នេះខ្ញុំក៏ចែកជូនអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នា follow like page របស់ Tino Tisha ដើម្បីដឹងព័ត៌មានប្លែកៗបន្តទៀតមើលវីដេអូរបស់ខ្ញុំអ្នកទាំងអស់គ្នានឹងយល់ហើយមានឱកាសក្នុងការមកអាមេរិកនៅក្នុងថ្ងៃណាមួយ